ជំរាបសួរបងប្អូនទាំងអស់គ្នាតើបងប្អូនធ្លាប់ដឹងពីតិចនិចក្នុងការលុបសក់ស្កើបែប fashion ដែរឬទេយើងទៅមើលសក់ស្កើ model តិចឬក៏ច្រើនទាំងអស់គ្នាឥឡូវយើងមកពិនិត្យសរសៃសក់ស្កើរបស់គាត់យើងមើលភាគរយរបស់គាត់នៅផ្នែកកណ្ដាលបន្ទាប់មកចំហៀងសងខាងដែលយើងត្រូវមើលថាភាគរយសក់ស្កើគាត់មានប៉ុន្មានអញ្ចឹងបន្ទាប់មកយើងមើលផ្នែកខាងក្រោយអញ្ចឹងផ្នែកខាងក្រោយគឺ level ជាងគេដោយសារអត់សូវមានស្កើទេអញ្ចឹងបន្ទាប់មកយើងទៅមើលចំហៀងខាងស្ដាំមួយទៀតហើយអញ្ចឹងខាងស្ដាំហើយនិងខាងស្វែងគឺស្កើគាត់ស្មើគ្នាអញ្ចឹងយើងមើលឃើញសារភាពស្កើទាំងអស់ហ្នឹងគឺស្កើរបស់គាត់មាន 60% នៃសក់ស្កើយើងមកជ្រើសរើសពណ៌ដែលលុបសក់ស្កើបែប fashion អញ្ចឹងយើងមើលលេខកូដពណ៌ដែលយើងត្រូវយកមកលុបបែប fashion នឹងបានពណ៌ទៀតត្រូវជាមួយនឹង skin tone របស់គាត់ហើយក៏យើងមានពណ៌ប្រកបខាងក្នុងដែរដែលយើងលាបជាស្ទាប់ខាងក្នុងដែលធ្វើឲ្យពណ៌បែបក្រហមហ្នឹងលេចចេញមកនៅខាងក្នុងអញ្ចឹងយើងប្រើ8.66ឥឡូវយើងទៅមើលពីរបៀបលាយថ្នាំទាំងអស់គ្នាអញ្ចឹងយើងប្រើប្រាស់អំពិលស្រូប3ចំនួន40ក្រាមហើយយើងប្រើប្រាស់ទឹកអុកស៊ីដង់20 វ៉ុលដែលលាយជាមួយនឹងអំពិលស្រូប3 mix ស្មើគ្នា40ក្រាមដូចគ្នាមុននឹងយើងយកមកលាយយើងត្រឡប់វាសិនទៅអញ្ចឹងយើងមកលាប skin color ទៅការពាររបស់គាត់ជុំវិញដើម្បីកុំឲ្យថ្នាំពណ៌ជាប់នឹងសាច់របស់គាត់ឬក៏ការរោលផ្សេងៗអញ្ចឹងឥឡូវយើងមកលាប Maybelline lotion ដើម្បីការពារស្បែកក្បាលរបស់គាត់មុននឹងយើងលាបពណ៌នៅផ្នែកគល់សក់គាត់តពីយើងដាក់ Maybelline lotion ហើយយើងម៉ាស្សាជាមួយនឹងសាច់ដៃថ្នមៗនៅលើស្បែកក្បាលរបស់គាត់ដើម្បីឲ្យជាតិតពីយើងនេះហើយឥឡូវយើងមកចាប់ដើមលាបជុំវិញសងខាងដែលស្កើគាត់ច្រើនពីច្រើននៅផ្នែកខាងមុខហ្នឹងអញ្ចឹងយើងលាបធ្វើផ្នែកដែលសក់ស្កើគាត់ដុសមកហ្នឹងមកអញ្ចឹងដោយសារសក់ស្កើគាត់ផ្នែកខាងមុខសងខាងច្រើនមែនតើនៅយើងចាប់ដើមស្ទាប់លាបខាងមុខមុនដោយផ្នែកខាងគល់ហ្នឹងសងខាងអញ្ចឹងយើងពេលមុនយើងចាក់សក់លាបយើងប្រើស្ដាងដើម្បីឲ្យថ្នាំហ្នឹងចូលទៅសរសៃសក់ស្កើបានល្អឥឡូវយើងលាបគល់គាត់ហើយយើងមកលាយពណ៌លាបស្ទងខាងក្រោមដែលមានជាតិក្រហមអញ្ចឹងយើងលាយប្រហែល30ក្រាមហើយក៏យើងមានលាយជាមួយនឹង clear ដែរដើម្បីឲ្យសក់នឹងឡើងភ្លឺបានពណ៌ដែលយើងចង់បានអញ្ចឹងយើង mix ស្មើគ្នាជាមួយនឹងពណ៌ដែលគាត់ចង់បានហ្នឹងអញ្ចឹងយើងប្រើ Oxy Level 30 វ៉ុលដើម្បីលាយឲ្យពណ៌គាត់ឡើងភ្លឺដែរដោយសារសាច់សក់គាត់ធំអញ្ចឹងយើងលាយមួយកន្លះជាមួយនឹងសាច់ថ្នាំហើយយើងចាប់ដើមលាបស្ទាក់ខាងក្រៅពីត្រឹមគល់ដែលគាត់លុបសក់ទៅហ្នឹងដើម្បីយើងលាបឲ្យមានស្រមោលពណ៌ក្រហមស្ទាក់ខាងក្រៅហ្នឹងចាប់ដើមលាបស្ទាក់មួយឲ្យសក់នឹងលាបយើងសឹកសក់នឹងឲ្យរាងសំប៉ែតទៅហើយចាំយើងលើកសក់ហ្នឹងដើម្បីឲ្យវាចូលបានសក់ល្អបន្ទាប់ពីយើងធ្វើការលុបសក់ស្កើបែប fashion ហើយឥឡូវយើងមកមើលលទ្ធផលទាំងអស់គ្នាអញ្ចឹងយើងបានលេងពណ៌ឲ្យគាត់ជាមួយនឹងសក់ស្កើហើយជាមួយនឹងពណ៌ដែលយើងធ្វើនៅខាងផ្នែកខាងក្រោមទៀតណាដែលមាន tone ប្រភេទពណ៌ក្រហមនេះសក់ស្កើរបស់គាត់ដែលយើងបានលុបហើយហើយសាយសក់លងតែដោយសារយើងបានប្រើប្រាស់លទ្ធផលថ្មីលាបជំនួយសាយសក់គាត់ច្រើនដែលប្រព័ន្ធសាយសក់គាត់គឺគាត់លាបប៉ុណ្ណាក៏អត់ខូចសាយសក់គាត់ដែរបើសិនជាបងប្អូនមានចំណត់ឬសំណួរអាច comment ក្រោមវីដេអូនេះបានអរគុណបាយបាយជម្រាបលា